ចំនួននៅមជ្ឈមបូព៌ាបង្កឡើងដោយសហរដ្ឋអាមេរិកអ៊ីស្រាអែលលើអ៊ីរ៉ង់ទ្រង់ទ្រីធំចិត្តមានពលិសន្តិភាពវិញហើយក្រោយមានការសម្របសម្រួលដោយប្រទេសកាតាប្រធានាធិបតីអាមេរិកនៅតែបញ្ចេញវោហារស័ព្ទគម្រាមអ៊ីរ៉ង់ម្ដងជាពីរដងរឿងចរចាដើម្បីបញ្ចប់សង្គ្រាមកាលពីម្សិលមិញប្រធានសភាអ៊ីរ៉ង់និងជាប្រធានអ្នកចរចាក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកលោក Mohammad Bashir Ghalibaf បានរិះគន់ចំពោះការទូតបែបល្ខោនរបស់សហរដ្ឋអាមេរិកដោយសម្ដៅទៅលើគំរូរបស់ប្រធានាធិបតីលោក Donald Trump លើភាពមិនច្បាស់លាស់ក្នុងការបញ្ចប់សង្គ្រាមម្ដងប្រកាសវាយប្រហារក្រោយមកក៏ប្រកាសលុបចោលវិញនេះបើតាមសារព័ត៌មាន Anadolu ផ្សាយនៅថ្ងៃទី6ខែសីហាឆ្នាំ2026លោក Ghalibaf សរសេរលើបណ្ដាញសង្គម X ថាការវាយប្រហារដ៏ធំកំពុងមកដល់រងចាំសិនកុំបារម្ភពួកគេចង់ចរចាការលើកឡើងដូចនោះគឺជាការទូតបែបខោនលោក Ghalibaf និយាយថាការប្រើប្រាស់ការគម្រាមកំហែងការសន្យាមិនបានសម្រេចនិងព័ត៌មានคล้ายៗគឺជាយុទ្ធសាស្ត្របរាជ័យទទួលស្គាល់ការប៉ັດនិងបំពេញការបដិញ្ញាចិត្តរបស់អ្នកសហរដ្ឋអាមេរិកយើងមិនត្រូវការលក្ខខណ្ឌបន្ថែមទៅទេលោកត្រាំនិយាយការពីថ្ងៃប្រហោះថាលោកពាក់ព័ន្ធនៅក្នុងការចរចាដើម្បីបើកច្រកសមុទ្រហូម៉ូសឡើងវិញហើយណែនាំថាកិច្ចព្រមព្រៀងមួយអាចសម្រេចបានឆាប់ៗនេះក្នុងរយៈពេលប្រមាណសប្តាហ៍ថ្មីនេះសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានផ្លាស់ប្ដូរការវាយប្រហារយោធាដោយទីក្រុង Washington បានកំណត់គោលដៅទៅលើទីតាំងយោធាដែលជាកម្មសិទ្ធិរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ IRGC ហើយទីក្រុងតេហេរ៉ង់បានឆ្លើយតបដោយកំណត់គោលដៅលើទីតាំងយោធាអាមេរិកក្នុងប្រទេសឈូងសមុទ្រជាច្រើនជាពិសេស Jordani, Bahrain និង Kuwait ការលើកឡើងនៃភាពតានតឹងនេះបានកើតឡើងទោះបីជាមានអនុសារណៈនៃការយោគយល់គ្នាបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ក្នុងខែមិថុនានឹងការចាប់ផ្ដើមនៃការចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយក៏ដោយក្រោយមកកិច្ចពិភាក្សាបានជាប់គាំងដោយសារតែការមិនចុះសម្រុងគ្នាទាក់ទងនឹងការធានាសន្តិសុខសេរីភាពនៃការធ្វើនាវាចរតាមរយៈច្រកសមុទ្រហូម៉ូសយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal ដែលបានស្រង់ប្រភពចារកម្មសហរដ្ឋអាមេរិកឲ្យដឹងថាប្រធានាធិបតីរុស្ស៊ី Vladimir Putin អាចនឹងបើកការវាយលុកចូលប្រទេសសមាជិក NATO ណាមួយនៅមុនគាត់សម្រេចបិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនសារព័ត៌មាន The Wall Street Journal ចុះផ្សាយឲ្យដឹងដូចនេះនៅថ្ងៃសុក្រទី7សីហាឆ្នាំ2026នេះបើយោងតាមប្រភពចារកម្មរបស់សហរដ្ឋអាមេរិកនោះមានរំវិមានក្រុមឡើងរូបនេះអាចព្យាយាមពង្រីកសង្គ្រាមមួយទៀតចូលទៅតំបន់អឺរ៉ុបហើយថាមានរំវិមានក្រុមឡើងរូបនេះចាំបាច់បំបែកភាពតច្រករបស់គាត់នៅក្នុងសង្គ្រាមដែលគាត់ធ្វើសង្គ្រាមផងខ្លួននៅលើទឹកដីនៃប្រទេសអ៊ុយក្រែនការវិយតម្លៃអំពីមហិច្ឆតារបស់លោកពូទីនដូចនេះកើតឡើងចំពេលដែលទីក្រុងមូស្គូបារម្ភពីវិបត្តិដោយសារតែក្របរំសេវអាវុធទាំងឡាយរបស់រុស្ស៊ីធនធានប្រយុទ្ធរបស់រុស្ស៊ីធ្វើសង្គ្រាមនៅលើទឹកដីអ៊ុយក្រែនកំពុងតែរិចរិលយ៉ាងខ្លាំងចុះខ្សោយយ៉ាងខ្លាំងប៉ុន្តែអ្នកសង្កេតការណ៍ក៏មើលឃើញថាទោះបីយ៉ាងនេះក្តីវាមានក្រំឡើងអាចលេងលោកមធ្យោបាយណាមួយដើម្បីធ្វើឲ្យមានរលកសង្គ្រាមចូលទៅក្នុងប្រទេសណាមួយនៃសមាជិក NATO នៅអឺរ៉ុបហើយចង់ទាញសហរដ្ឋអាមេរិកឲ្យមានព្រឹត្តិការណ៍ធំៗនៅលើពិភពលោកផ្ទុះឡើងនៅក្នុងនោះក៏ស្របពេលដែលសហរដ្ឋអាមេរិកមិនអាចដោះស្រាយបានសង្គ្រាមរបស់ខ្លួនជាមួយនឹងអ៊ីរ៉ង់ហើយសហរដ្ឋអាមេរិកក៏ត្រូវប្រឈមមុខថែមទៀតជាមួយនឹងប្រទេសចិនពេលនោះវាមានក្រំឡើងចង់ទាញឲ្យមានការផ្ទុះសង្គ្រាមនៅអឺរ៉ុបដើម្បីសាឡបងលោចិត្តលោកដូណាល់ត្រាំថាតើជួយសមាជិក NATO នៅអឺរ៉ុបដែរឬទេប៉ុន្តែប្រភពចារកម្មរបស់សហរដ្ឋអាមេរិកប្រមានថាលោកពូទីនប្រហែលជាអាចបើកការវិប្រារលកណាមួយក្នុងកម្រិតណាមួយទៅលើសមាជិក NATO នៅអឺរ៉ុបគឺដើម្បីឲ្យគាត់បំបែកពីការផុងខ្លួនរបស់គាត់នៅក្នុងសង្គ្រាមលើទឹកដីនៃប្រទេសអ៊ុយក្រែនហើយក៏ចង់ដឹងអំពីភាពខ្លាំងរបស់ NATO នៅអឺរ៉ុបផងដែរយ៉ាងណាចារកម្មរបស់សហរដ្ឋអាមេរិកមើលឃើញថានៅដំណាក់កាលនេះគឺលោកពូទីនមិនទាន់បង្កសង្គ្រាមណាមួយចេញពីអ៊ុយក្រែននោះទេតែបើលោកពូទីនដឹងថាលោកមិនអាចបំបែកសង្គ្រាមនៅអ៊ុយក្រែនបានគឺគាត់អាចធ្វើឲ្យមានសង្គ្រាមមួយទៀតនៅអឺរ៉ុបនៅពេលដែលលោកពូទីនម្ចាស់វិមានកម្លាំង26ឆ្នាំមកហើយនេះគាត់មើលឃើញអំពីកម្លាំងរបស់រុស្ស៊ីធនធានប្រយុទ្ធរបស់រុស្ស៊ីអាចផ្ទុះសង្គ្រាមមួយប្រាវជាមួយនឹងសមាជិក NATO ណាមួយនៅអឺរ៉ុបគឺគាត់អាចនឹងបញ្ឆេះសង្គ្រាមភ្លាម
ប៉ុន្តែចារកម្មរបស់សហរដ្ឋអាមេរិកក៏ដូចជាអ្នកសង្កេតការណ៍កិច្ចការយោធាមើលឃើញថារលកនៃការផ្ទុះសង្គ្រាមរបស់វិមានកម្លាំងគឺមានកម្រិតក្នុងការធ្វើសង្គ្រាមពង្រីកសង្គ្រាមសមរភូមិថ្មីមួយទៀតគឺมันមានលក្ខណៈទ្រង់ទ្រាយធំនោះទីលើកលែងតែករណីពិសេសបំផុតនិយាយទៅចារកម្មរបស់អាមេរិកនៅតែជឿថាលោកពូទីនប្រងបញ្ឆេះសង្គ្រាមថ្មីនៅអឺរ៉ុបនេះគឺគាត់កំកិច្ចចេញពីសង្គ្រាមដែលគាត់កំពុងផុងខ្លួននៅអ៊ុយក្រែនយ៉ាងណាអ្នកសង្កេតការណ៍ក៏ប្រមាលមើលឃើញថាយ៉ាងហោចណាស់លោកពូទីនក៏បារម្ភអំពីការអនុវត្តរួមគ្នានៅមាត្រា5នៃអង្គការយោធា NATO វាយសន្ធប់ទៅលើរុស្ស៊ីចាំមិនចង់បរោះខ្លាំងរូបនេះត្រឹមតែគម្រាមកំហែងឬក៏លោលេងនៃការធ្វើសម្ពយុទ្ធក្បែរព្រំដែន NATO តែប៉ុណ្ណោះតែជាមួយគ្នានេះថ្មីនេះនាយករដ្ឋមន្ត្រីនៃប្រទេសប៉ូឡូញ Donald Tusk ព្យាករណ៍ថារុស្ស៊ីអាចនឹងវាយបរាទៅលើប្រទេសណាមួយនៃសមាជិក NATO ក្នុងអំឡុងប្រមាណសប្តាហ៍ខាងមុខនេះឬយ៉ាងយូរ1ឆ្នាំទៅមុខទៀត2ឆ្នាំទៅមុខទៀតប្រទេសដែលងាយនឹងប្រឈមមុខការផ្ទុះសង្គ្រាមរបស់រុស្ស៊ីដើម្បីបំបែកសង្គ្រាមនៅអ៊ុយក្រែននោះគេអាចរាប់ឃើញតែប្រទេសតូចនៃសមាជិក NATO នៅអឺរ៉ុបខាងកើតប៉ុណ្ណោះមានដូចជាប្រទេសអេស្តូនី ឡាត្វី លីទុយនីប្រទេសទាំងអស់នេះសុទ្ធតែមានព្រំដែនជាប់នឹងរុស្ស៊ីប៉ុន្តែប្រទេសសមាជិក NATO ដែលមានសក្តានុពលយោធាមានប្រជាជនច្រើនដូចជាប្រទេសប៉ូឡូញក្តីប្រទេសហ្វាំងឡង់និងស៊ុយអែតក្តីឬរ៉ូម៉ានីប្រហែលជាលោកពូទីនមិនឆក់បង្កសង្គ្រាមនោះទីបើហ៊ានផ្ទុះការវាយបរាទៅលើប្រទេសដែលមានសក្តានុពលយោធាធំគឺវារុញឲ្យសង្គ្រាមវាលឿនយ៉ាងរហ័សរបស់ប្រទេសទាំងនោះទ្រទ្រង់និងទប់ទល់បានយ៉ាងឆាប់រហ័សចំពោះកម្លាំងទ័ពរបស់រុស្ស៊ីប៉ុន្តែយ៉ាងណាក៏ដោយអ្នកសង្កេតការណ៍នៅតែមើលឃើញថាបើទោះជាប្រទេសតូចដូចជាលីទុយនី អេស្តូនី ឡាត្វីបើរុស្ស៊ីហ៊ានតែប៉ះទង្គិចនោះវានឹងរុញឲ្យ NATO អនុវត្តមាត្រា5របស់ខ្លួនដែលប្រទេសទាំងអស់ត្រូវបំពេញកាតព្វកិច្ចជួយសមាជិករបស់ខ្លួនគឺសម្រុកវាយរុស្ស៊ីយ៉ាងសន្ធប់មេរណមរុស្ស៊ីដៃស្ដាមរបស់លោកពូទីនតែងតែគម្រាមវាយបរាទៅលើប្រទេសសមាជិក NATO នៅពេលដែលពួកគេប្រតិកម្មនឹងពួកអឺរ៉ុបដែលនៅបន្តជួយគ្រប់គ្រងអាវុធយ៉ាងសម្បើមទៅឲ្យអ៊ុយក្រែនប្រទេសដែលជាមុខសញ្ញាគម្រាមកំហែងពីដៃស្ដាមរបស់លោកពូទីនដែលចង់បាញ់ក្បាលគ្រាប់នុយក្លេអ៊ែរទៅលើនោះគឺទី1ចក្រភពអង់គ្លេសអតីតប្រធានាធិបតី Dmitry Medvedev នៃប្រទេសរុស្ស៊ីដែលបច្ចុប្បន្នជានាយករងទី1នៃសន្តិសុខជាតិរុស្ស៊ីបន្ទាប់ពីលោកពូទីនគាត់បានចេញសារថាទីក្រុងឡុងមិននៅតែបញ្ជូនអាវុធយ៉ាងសម្បើមទៅឲ្យអ៊ុយក្រែនវាមានតែសងទៅវិញជាមួយនឹងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីគឺបាញ់ពន្លិចទីក្រុងឡុងបន្ថែមលើនេះប្រមានប្រទេសបារាំងប្រមានប្រទេសអាល្លឺម៉ង់ទៀតផងថាសិតតែប្រឈមមុខនឹងការវាយបរាដោយនុយក្លេអ៊ែររបស់រុស្ស៊ីតែយ៉ាងណាប្រទេសសមាជិក NATO ដែលមានសក្តានុពលផ្នែកយោធាមិនដែលខ្លាចញញើតចំពោះការគម្រាមកំហែងពីសំណាក់ថ្នាក់ដឹកនាំវិមានកម្លាំងនោះទីបើទោះជាគម្រាមប្រប្រាស់អាវុធនុយក្លេអ៊ែរក៏ដោយនោះទាំងអាល្លឺម៉ង់ទាំងបារាំងទាំងអង់គ្លេសទាំងហ្វាំងឡង់ស៊ុយអែតអ៊ីតាលីកាណាដាហូឡង់បែលហ្សិកដាណឺម៉ាកសតែសច្ចាការពារអ៊ុយក្រែនជានិច្ចនិងសតែសច្ចាប្រឆាំងនឹងសង្គ្រាមណាមួយដែលកើតចេញពីរុស្ស៊ីវាយបរាទៅលើអឺរ៉ុបទៅលើសមាជិក NATO ចំណែកឯលោក Donald Trump ដែលតែងតែគម្រាមថានឹងមិនជួយអឺរ៉ុបទេបើអឺរ៉ុបធ្លាក់ក្នុងសង្គ្រាមរបស់រុស្ស៊ីនោះចុងក្រោយលោក Donald Trump ក៏ថ្លែងថាលោកនៅតែមើលឃើញសម្ព័ន្ធភាពរបស់អាមេរិកជាមួយនឹងសមាជិក NATO នៅមានតម្លៃយ៉ាងខ្ពស់នៅឡើយនោះទីលោកមិនបោះបង់ចោលសម្ព័ន្ធភាពយុទ្ធសាស្ត្ររបស់ខ្លួននោះទីសូមជម្រាបថាសមាជិក NATO មាន32ប្រទេសមានកម្លាំងទ័ពសរុបអាចមានរហូតដល់ទៅជិត3លាននាក់ឯណោះទ័ពអាមេរិកមាន1លាន35ម៉ឺននាក់ទ័ពអាល្លឺម៉ង់មាន80ម៉ឺននាក់ទ័ពប៉ូឡូញមាន30ម៉ឺននាក់ទ័ពបារាំងទ័ពអង់គ្លេសក៏មានចូលជិត1លាននាក់ទៅហើយគឺធនធានប្រយុទ្ធរបស់ NATO 32ប្រទេសសរុបទៅអាចមានទ័ពដល់ទៅពី5លាននាក់ទៅ6លាននាក់អតីតអគ្គលេខាធិការអង្គការយោធា NATO Jens Stoltenberg តែងតែអះអាងថាទ័ពរបស់ NATO ដែលឡោមព័ទ្ធប្រទេសរុស្ស៊ីមាន1លាន50ម៉ឺននាក់រួចទៅហើយ NATO មានម៉ាស៊ីនសង្គ្រាមដើម្បីសង្គ្រាមជាមួយនឹងរុស្ស៊ីគឺមានរហូតដល់ទៅ20ម៉ឺនគ្រឿងឯណោះលោក Jens Stoltenberg ប្រមានថារុស្ស៊ីមិនគួរប្រថុយ
ធ្វើសង្គ្រាមឲ្យផុងខ្លួនហើយរុស្ស៊ីនឹងងាយគ្រោះថ្នាក់នោះទីឧត្តមសេនីយ៍ NATO ប្រមានថាបើរុស្ស៊ីហ៊ានតែផ្ទុះសង្គ្រាមធ្វើសង្គ្រាមជាមួយ NATO ទោះបីវាយបរាជ័យប្រទេសណាមួយក៏ដោយនោះវានឹងនាំសង្គ្រាម NATO និងរុស្ស៊ីយ៉ាងធ្ងន់ធ្ងរបំផុតហើយយន្តហោះចម្បាំងរបស់ NATO កងរថក្រោះរថពាក្យដៃរបស់ NATO នឹងវាយបំបែកព្រំដែនរបស់រុស្ស៊ីយ៉ាងលឿនរហ័សបំផុតហើយវាយចូលទីក្រុងមូស្គូយ៉ាងយូរត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះនឹងចូលដល់ទីក្រុងមូស្គូហើយអ្នកជំនាញមើលឃើញថាសូម្បីតែអ៊ុយក្រែនបច្ចុប្បន្ននេះដែលកំពុងធ្វើសង្គ្រាមជាមួយនឹងរុស្ស៊ីក៏ព្រំដែនរបស់អ៊ុយក្រែនខ្លាចទៅជាព្រំដែនរបស់ NATO ទៅហើយនៅពេលនេះ NATO នឹងប្រើប្រាស់ព្រំដែនរបស់អ៊ុយក្រែនវាយចូលរុស្ស៊ីដូចនឹង NATO ប្រើប្រាស់ព្រំដែនរបស់ប្រទេសហ្វាំងឡង់ប្រទេសលីទុយនីអេស្តូនីឡាត្វីវាចូលរុស្ស៊ីយ៉ាងលឿនបំផុតប្រទេសដែលមានព្រំដែនជាប់នឹងរុស្ស៊ីដូចនឹង NATO ឡោមព័ទ្ធរុស្ស៊ីទៅហើយមានដូចជាប្រទេសហ្វាំងឡង់មានព្រំដែនជាប់នឹងរុស្ស៊ីដល់ទៅ 1300 គីឡូម៉ែត្រអ៊ុយក្រែនមានព្រំដែនជាប់នឹងរុស្ស៊ីដល់ទៅជាង 1200 គីឡូម៉ែត្រប្រទេសរ៉ូម៉ានីប្រទេសលីទុយនីអេស្តូនីឡាត្វីសុទ្ធតែមានព្រំដែនជាប់នឹងរុស្ស៊ីនោះហើយគេថាប្រទេស NATO ឡោមព័ទ្ធរុស្ស៊ីអស់ទៅហើយគេជឿថាលោកពូទីនប្រហែលជាមិនប្រថុយបង្កឲ្យមានសង្គ្រាមងាយគ្រោះថ្នាក់ដល់របបដឹកនាំរបស់ខ្លួននោះទេ